បាទអរសួស្តីទៅកាន់បងប្អូនបាទថ្ងៃនេះខ្ញុំមកឆ្លើយសំណួរបងប្រុសម្នាក់សួរនេះកាលដែលពេលដែលខ្ញុំនៅព្យាបាលអ្នកជំងឺនៅខាងអរិយខ្សាត់បាទអញ្ចឹងខ្ញុំមិនដឹងថាជាបងមិនដឹងជាប្អូនរបស់ខ្ញុំមិនដឹងទេប៉ុន្តែសូមហៅជាបងចាស់បាទពីចម្ងាយជាការគោរពបាទអញ្ចឹងគាត់សួរខ្ញុំនេះខ្ញុំមិនដឹងថាគាត់ជាសំណួរដែលគាត់មិនយល់ឬមួយគាត់សួរបែបបច្ចាញ់ខ្ញុំមិនច្បាស់ទេប៉ុន្តែគាត់ខ្ញុំសូមឆ្លើយសួរអានសំណួររបស់គាត់ថាមានឧបករណ៍ពិនិត្យដែរទេបាទពាក្យនេះគាត់ចង់សួរមកខ្ញុំហើយមកទៅបើសួរចង់មកសួរមកខ្ញុំថាលើថ្នាំរបស់ខ្ញុំនឹងមានឧបករណ៍ត្រួតពិនិត្យដែរទេមកទៅនេះមានឧបករណ៍ពិនិត្យដែរទេចឹងសំណួរនេះបើនិយាយមួយម៉ាត់ថាខ្ញុំមិនច្បាស់ជាសំណួរថាគាត់ឆ្លើយអំពីអីទេបើនិយាយអំពីសុជីវធម៌សិលធម៌វិញគាត់ដូចជាមិនមានប្រើនៅពាក្យក្នុងបងឬមួយក៏ប្អូនឬមួយក៏លោកគ្រូថាតើមានឧបករណ៍ពិនិត្យដែរទេចង់បញ្ជាក់ទៅលើអ្វីទេតោះមកខ្ញុំបានឆ្លើយជាមួយនឹងគាត់ថាពេទ្យមានគ្រប់កន្លែងចង់ពិនិត្យកន្លែងណាក៏បានដែរអញ្ចឹងខ្ញុំឆ្លើយនេះក្នុងន័យថាបើសិនជាគាត់មកព្យាបាលឬក៏មានអ្នកជំងឺមកព្យាបាលដល់ផ្ទះខ្ញុំណាហើយគាត់ចង់ដឹងថាជំងឺគាត់ជាអត់អញ្ចឹងខ្ញុំក៏ឆ្លើយជាមួយគាត់ថាពេទ្យមានគ្រប់ទីកន្លែងគ្រប់កន្លែងចង់ទៅពិនិត្យកន្លែងណាក៏បានអញ្ចឹងបើសិនជាបងប្អូនអ្នកជំងឺឧទាហរណ៍ថារលាកតម្រងនោមចុះបើសិនជាព្យាបាលនៅផ្ទះខ្ញុំបើសិនថាឥឡូវខ្ញុំមើលឃើញយើងលែងនោមហើយលែងនោមញឹកលែងនោមពណ៌ក្រហមលែងល្អអីហើយការស្រស់បោះហើយអាហ្នឹងជាថាជាធម្មតាយើងមើលទៅតាមរូបភាពជាក់ស្ដែងអាហ្នឹងគឺយើងគិតថាជាហើយប៉ុន្តែបើសិនជាថាយើងមិនច្បាស់ 100% អាហ្នឹងយើងត្រូវត្រួតពិនិត្យនៅពេទ្យបន្ថែមណាអញ្ចឹងសំណួររបស់បងនេះខ្ញុំមិនដឹងបងចង់និយាយមានន័យថាម៉េចទេប៉ុន្តែបងត្រូវយល់ថាគ្រូខ្មែរมันមានឧបករណ៍ពិនិត្យដូចពេទ្យទេណាបងសូមបងមុននឹងស៊ូបងត្រូវយល់អំពីគ្រូខ្មែរសិនថាគ្រូខ្មែរជាអ្វីណាបងស៊ូនេះខ្ញុំដូចនិយាយថាមិនដឹងថាបងស៊ូបងធ្វើមិនដឹងឬមួយក៏បងស៊ូបែបបច្ចាញ់ទេប៉ុន្តែខ្ញុំបកស្រាយជូនបងឲ្យយល់វិញថាគ្រូខ្មែរមិនមានអីឧបករណ៍អីគ្រប់គ្រាន់ទៅពិនិត្យដូចពេទ្យទេគឺគ្រូខ្មែរគឺយើងព្យាបាលទៅលើអាការៈជំងឺធូគឺដឹងតែជាហើយបើនិយាយថាជើងធូគឺកាត់បន្ថយវាអាការៈឧទាហរណ៍យើងកំពុងឈឺធ្មេញចុះពេលដែលត្រូវថ្នាំហូបថ្នាំបាត់ឈឺបាត់អីហ្នឹងមកជាបាទហើយជំងឺផ្សេងក៏ដូចគ្នាដែរប៉ុន្តែបើយើងចង់អស់ចិត្តយើងទៅត្រួតពិនិត្យទៅយើងពិនិត្យឈាមឬមួយទៅអស់អេកូមើលបន្ថែមទៅណាបងប្អូននឹងបញ្ហាទៅលើបើយើងចង់ដឹងបាទតបមកគាត់គាត់ក៏ឆ្លើយមកខ្ញុំថាឆ្លើយខុសសំណួរខ្ញុំស៊ូទៀតចុះពេទ្យព្យាបាលជាចុះពេទ្យព្យាបាលជាដែរទេបើពិនិត្យឃើញរោគហើយខ្ញុំមិនដឹងថាគាត់ស៊ូសំណួរនេះទៅលើជំងឺអ្វីទេខ្ញុំមិនដឹងទេព្រោះថាគាត់ស៊ូភាសាក្បត់មកខ្ញុំក៏មិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចជាមួយគាត់ដែរខ្ញុំក៏សួរទៅគាត់វិញថាតើគាត់មានជំងឺអ្វីបាទអញ្ចឹងបងប្អូនជំងឺទាំងអស់មិនមែនហ្នឹងពេទ្យគេព្យាបាលយើងមិនជាទេណាបងប្អូនបើសិនជាយើងត្រួតពិនិត្យពេលដែលជំងឺយើងនៅស្រាលគេពិតជាព្យាបាលយើងជាហើយតែខ្លាចតែយើងខ្លួនឯងទេដែលមានជំងឺហើយតែងតែទុកហើយទុកឲ្យអាការៈពីមួយថ្ងៃទៅមួយថ្ងៃឈឺទៅផឹកស៊ីដោយមិនថែទាំខ្លួនដោយមិនស្រឡាញ់ខ្លួនហូបចំណីអាហារដោយមិនមានការប្រុងប្រយ័ត្នជំងឺកណ្ដធ្ងន់នោះថាមិនត្រូវពេទ្យគឺមិនអាចព្យាបាលទេណាបងប្អូនមិនអាចព្យាបាលជាបានទេអញ្ចឹងហើយរាល់ជំងឺទាំងអស់បើនៅស្រាលបងប្អូនមិនថាមហារីកទេក៏គេព្យាបាលបានដែរប៉ុន្តែបើសិនជាយើងទុកឲ្យធ្ងន់ធ្ងរហើយគឺមិនអាចព្យាបាលបានទេអញ្ចឹងបងសូមសិក្សាឡើងវិញបាទបងវាស្បកឈ្មោះគាត់ឈ្មោះថាបូរិនបាក់សីស្នេហ៍អញ្ចឹងបងសិក្សាអំពីគ្រូខ្មែរឡើងវិញអ្វីទៅជាគ្រូខ្មែរអ្វីទៅជាគ្រូពេទ្យសូមបងសិក្សាឡើងវិញមុននឹងបងសួរសំណួរអ្វីមួយណាបងហើយបើបងចង់ដឹងច្បាស់មិនចាំខមមិនទេលេខខ្ញុំមានតែមកស៊ូមកពួកខ្ញុំមិនអាចបកស្រាយជូនបងច្បាស់ទេណាបង
ចឹងខ្ញុំអរគុណនឹងសំណួររបស់បងហើយក៏ចម្លើយរបស់ខ្ញុំទាំងប្រហែលនេះបងយកទៅស្ដាប់លេងខ្លួនឯងទៅបាទអរគុណច្រើន